មុខម្ហូបបាយច្រើនចំណាយលុយតិចឆ្ងាញ់ហើយបានហូបបន្លែស្រស់ទៀតត្រីជូរឆាសាច់ជ្រូកចិញ្ច្រាំនិយាយពីថាមុខម្ហូបមួយមុខនេះឆ្ងាញ់ខ្លាំងមែនទែនសំខាន់ធ្វើតែមួយផ្លែទេបានញ៉ាំហើយរសជាតិប្រៃផ្អែមហើយសំខាន់គឺម្ទេសហឹលហ្នឹងហ្មងនិយាយពីថាអូយមួយលក់ខ្ចីទៀតបងប្អូនហើយបាយ2ចានដល់ដឹងនៅណាទេបងប្អូនចង់ឡើងគីឡូអីសាកធ្វើមុខម្ហូបមួយមុខនេះញ៉ាំទៅនិយាយពីថាបាយច្រើនខ្លាំងណាស់ចំពោះមុខម្ហូបហ្នឹងបើសិនជាបងប្អូនដាក់រឹតតែហឹលរឹតតែឆ្ងាញ់តែសំខាន់ទៅតាមចំណង់ចំណូលចិត្តបងប្អូនទេអ្នកខ្លះគាត់ចេះហឹលប៉ុណ្ណាក៏ដាក់ប៉ុណ្ណឹងអញ្ចឹងអ្វីដែលចោលមិនបានហ្នឹងគឺខ្ទឹមសខ្ទឹមក្រហមនឹងឯងចំពោះខ្ទឹមសយើងចិញ្ច្រាំវាឲ្យល្អិតមកហើយបើខ្ទឹមក្រហមហ្នឹងគឺខ្ញុំចិត្តរៀងប្រទេសបងប្អូនខ្លះទៅផ្សារហើយនៅអត់ដឹងថាត្រូវធ្វើម្ហូបអីទេអញ្ចឹងហើយសាកមើលមុខម្ហូបមួយមុខនេះមើលបើសិនជាបងប្អូនមើលឃើញហើយអាចសាកធ្វើបានជាដើមអីពេលខ្លះទៅផ្សារហើយអត់ទាន់ដឹងថាត្រូវធ្វើម្ហូបអីទេអញ្ចឹងមិនថាអ្នកធ្វើម្ហូបមិនពិបាកទៅរឿងធ្វើម្ហូបទេនិយាយទៅអាគិតមុខម្ហូបដែលត្រូវធ្វើហ្នឹងក៏ពិបាកដែរខ្ញុំជឿថាបងប្អូនស្ត្រីមេផ្ទះដែលគាត់អ្នកធ្វើម្ហូបទាំងអស់គ្នាក៏គិតដូចខ្ញុំអញ្ចឹងដែរមកឥឡូវពេលដែលខ្ញុំច្រាំខ្ទឹមច្រាំអីហើយគឺខ្ញុំចាប់ផ្ដើមដាក់ពងខ្ទឹមហ្នឹងឲ្យវាឡើងឈ្ងុយសិនចំពោះខ្ទឹមសខ្ទឹមក្រហមហ្នឹងនិយាយទៅឲ្យតែឆាលើកណាក៏អត់ដែរចោលដែរដោយសារអីពេលដែលយើងដាក់ទៅគឺវារឹតតែឆ្ងាញ់រឹតតែឈ្ងុយអញ្ចឹងចំពោះខ្ទឹមហ្នឹងគឺខ្ញុំលីងវាឡើងឈ្ងុយឡើងក្រហមសិនទើបខ្ញុំដាក់សាច់ជ្រូកចូលហើយឆាត្រីជូរហ្នឹងគឺខ្ញុំប្រើជាមួយនឹងសាច់ជ្រូកច្រាំអញ្ចឹងសាច់ជ្រូកយកមកហ្នឹងគឺយើងច្រាំវាសិនហើយចំពោះសាច់ជ្រូកវិញគឺខ្ញុំយកសាច់សុទ្ធដែរដោយសារតែត្រីយើងវាខ្លាញ់ហើយអញ្ចឹងពេលដែលយើងយកសាច់ជ្រូកមានជាប់ខ្លាញ់ទៀតវារត់ទៅទម្លាប់ហើយបន្ទាប់ពីខ្ញុំពងខ្ទឹមហើយគឺខ្ញុំចាប់ផ្ដើមដាក់សាច់ជ្រូកដែលខ្ញុំច្រាំហើយនឹងចូលហើយយើងឆាវាទៅយើងឆាសាច់ជ្រូកឲ្យវាឡើងឆ្អិនទៅហើយចាប់ផ្ដើមដាក់គ្រឿងចំពោះគ្រឿងផ្សំវិញគឺខ្ញុំដាក់ប៊ីចេងជាមួយនឹងទឹកត្រីហើយស្ករត្នោតតែទឹកត្រីគឺខ្ញុំមកដាក់ច្រើនដែរព្រោះអីត្រីជូររបស់យើងគឺវាប្រៃអញ្ចឹងបើយើងដាក់ច្រើនពេកវាអាចនឹងប្រៃខ្ញុំប្រើស្ករត្នោតវាផ្អែមមុតហើយវាឈ្ងុយជាងស្ករសពេលដែលខ្ញុំដាក់ជាមួយនឹងស្ករជាមួយនឹងគ្រឿងហើយគឺខ្ញុំចាប់ផ្ដើមហាន់ត្រីជូររបស់ខ្ញុំជាដុំៗអញ្ចឹងចំពោះត្រីជូរនេះខ្ញុំយកមកខ្ញុំលាងទឹកសម្អាតវាសិនទៅខ្ញុំយកមកហាន់ហើយសម្រាប់យកទៅឆាមែនណាបងប្អូនហើយពេលដែលដាក់ត្រីជូរចូលនិយាយពីថាក្លិនវាឡើងឈ្ងុយហ្មងហើយពេលដែលយើងដាក់ចូលគ្នាអស់ហើយយើងកូរវាច្បល់វាឲ្យសព្វហើយខ្ញុំដាក់ម្ទេសចូលហើយបើបងប្អូនអត់ចូលចិត្តម្ទេសទេមិនដាក់ក៏បានដែរបន្ទាប់ពីខ្ញុំដាក់ម្ទេសដាក់គ្រឿងគ្រូរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ទឹកសយើងចូលបន្តិចទៅដើម្បីឲ្យសាច់ត្រីជាមួយនឹងសាច់ជ្រូកដែលយើងឆាហ្នឹងវាចូលជាតិគ្នាបានល្អនិយាយទៅម្ហូបមួយមុខនេះយើងហូបបានបាយច្រើនហើយសំខាន់យើងបានបន្លែច្រើនទៀតហើយចំពោះបន្លែដែលយើងយកមកផ្ទាប់ហ្នឹងនិយាយទៅគឺដូចតែបន្លែទឹកគ្រឿងឬមួយក៏ប្រហុកចំហុយអីដូចគ្នាទេមានដូចជាទឹកសក់ការ៉ុតឬមួយក៏ពពាយអីហ្នឹងទៅតាមបងប្អូនចូលចិត្តចេះហូបបន្លែអីបងប្អូនដាក់បន្លែហ្នឹងទៅយើងហូបមុខម្ហូបអញ្ចឹងម្ដងយើងហូបបន្លែស្រស់បានច្រើនអញ្ចឹងហើយធ្វើឲ្យសុខភាពយើងហ្នឹងក៏ល្អដែរដោយសារយើងបានហូបបន្លែច្រើនអញ្ចឹងហើយសំខាន់លឿនទៀតសម្រាប់អ្នកដែលគាត់អត់សូវមានពេលធ្វើម្ហូបបានយូរឬមួយក៏អីអញ្ចឹងគាត់អាចធ្វើមុខម្ហូបមួយមុខហ្នឹងងាយធ្វើហើយលឿនចំពោះត្រីជូរវិញបងប្អូនទិញតែ1គីឡូ2គីឡូទុកក្នុងទូទៅនិយាយទៅយើងចង់ចំហុយក៏បានយើងឆាអញ្ចឹងក៏បានដែរហូបជាមួយបបរសក៏ត្រូវដែរមុខម្ហូបខ្ញុំថ្ងៃហ្នឹងគឺរួចរាល់ហើយបងប្អូនទាំងអស់គ្នាអត់យូរទេមួយផ្លែទេឆ្អិនហើយអញ្ចឹងបងប្អូនចូលចិត្តហូបជាប្រភេទម្ហូបបែបហ្នឹងអាចសាកធ្វើបាននិយាយទៅខ្ញុំរីកមិនហ្មងដោយសារអីវាឆ្ងាញ់មែនព្រោះខ្ញុំធ្វើហើយអញ្ចឹងបងប្អូនស្រឡាញ់ចូលចិត្តការធ្វើម្ហូបរបស់ខ្ញុំមកកុំភ្លេចចុច like ចុច share ទាំងអស់គ្នាផងនិយាយទៅខ្ញុំនឹងរៀបចំធ្វើមុខម្ហូបផ្សេងទៀតសម្រាប់បងប្អូនទាំងអស់គ្នាមើលតោះបងប្អូនទាំងអស់គ្នានិយាយទៅមុខម្ហូបមួយមុខនេះពិសេសមែនតើមិនថាចាស់មិនថាក្មេងទេចូលចិត្តដូចគ្នាខ្ញុំជឿថាបងប្អូនធ្វើហើយនិយាយទៅអ្នកតែហូបឡើងអស់ពីចានហ្មង